អ៊ីរ៉ង់គម្រាមបាកាវិប្រហារសងសឹកវិញលើអ៊ុយក្រែនបាទសម្រាប់លទ្ធថយក្រែនបន្តិចអ្នកទាំងអស់គ្នាហេតុតែប្រទេសអ៊ីរ៉ង់នេះបានធ្វើការប្រមានយ៉ាងធ្ងន់ធ្ងរទៅកាន់ប្រទេសអ៊ុយក្រែនបែបនេះឬក៏ដោយសារតែការពីប្រមាណថ្ងៃមុននេះប្រទេសអ៊ុយក្រែននេះបានបាក់ការវិប្រហារដោយយន្តហោះដ្រូនទៅលើនាវាពាណិជ្ជកម្មរបស់ប្រទេសអ៊ីរ៉ង់ដែលកំពុងតែបើកឆ្លងកាត់តាមតំបន់ច្រកសមុទ្រកាស្ពីនហើយនៅក្នុងហេតុការណ៍នោះផងដែរវាបានបណ្ដាលឲ្យនាវិកដែលជាជនជាតិរបស់ប្រទេសអ៊ីរ៉ង់ម្នាក់គឺបានស្លាប់បាត់បង់ជីវិតដោយសារតែខឹងសម្បាយជាមួយនឹងប្រទេសអ៊ុយក្រែនដែលបានបញ្ជូននៅយន្តហោះដ្រូនមកបាក់ការវិប្រហារលើនាវាពាណិជ្ជកម្មរបស់ប្រទេសអ៊ីរ៉ង់បែបនេះឯងទៅបានជាប្រទេសអ៊ីរ៉ង់នេះបានធ្វើការប្រមានទៅកាន់ប្រទេសអ៊ុយក្រែនបែបនេះតែម្ដងជាការឆ្លើយតបមកវិញនោះលោកប្រធានតំដីអ៊ុយក្រែន Volodymyr Zelensky បានអះអាងថាហេតុតែប្រទេសអ៊ុយក្រែនបានបាក់ការវិប្រហារទៅលើនាវាពាណិជ្ជកម្មរបស់ប្រទេសអ៊ីរ៉ង់បែបនេះនោះគឺដោយសារតែនាវាពាណិជ្ជកម្មរបស់ប្រទេសអ៊ីរ៉ង់ទាំងនោះបានលួចដឹកនៅបរិខាយោធាទៅឲ្យប្រទេសរុស្ស៊ីព្រោះហេតុដូច្នោះឯងបានជាប្រទេសអ៊ុយក្រែននេះបានបាក់ការវិប្រហារទៅលើនាវាពាណិជ្ជកម្មរបស់ប្រទេសអ៊ីរ៉ង់បែបនេះតែម្ដងបន្ទាប់ពីប្រទេសអ៊ុយក្រែនបានបាក់ការវិប្រហារមកលើនាវាពាណិជ្ជកម្មរបស់ប្រទេសអ៊ីរ៉ង់បែបនេះឯងទើបបានជាប្រទេសអ៊ីរ៉ង់នេះបានប្រមានធ្ងន់ធ្ងរទៅកាន់ប្រទេសអ៊ុយក្រែនវិញហើយតើព័ត៌មាននេះយ៉ាងណាយ៉ាងណីនោះយើងនឹងស្ដាប់ទាំងអស់គ្នាបាទសម្បញ្ញជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់បានធ្វើការប្រមានយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃអាទិត្យកន្លងទៅថាប្រទេសអ៊ុយក្រែននេះនឹងជួបនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដោយសារតែទង្វើនៃការបញ្ជូនយន្តហោះដ្រូនមកបាក់ការវិប្រហារលើនាវាពាណិជ្ជកម្មរបស់ប្រទេសអ៊ីរ៉ង់ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សមុទ្រកាស្ពីនគួររំលឹកផងដែរថានេះមិនមែនជាលើកដំបូងនោះឡើយពោលគឺភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ជាមួយនឹងប្រទេសអ៊ុយក្រែននេះបានកើតឡើងតាំងពីឆ្នាំ2022មកម្ល៉េះដោយទីក្រុងគៀវនេះបានចោទទៅកាន់ទីក្រុងតេរ៉ង់ថាបានលួចគូកងនៅដ្រូនពីឃាប្រភេទសាហ៊ីតឲ្យទៅប្រទេសរុស្ស៊ីដើម្បីយកទៅប្រើប្រាស់នៅក្នុងសង្គ្រាមឈ្លានពានរបស់ប្រទេសរុស្ស៊ីមកលើប្រទេសអ៊ុយក្រែនបើយោងទៅតាមទីភ្នាក់ងារសារព័ត៌មាន Anadolu បានឲ្យដឹងថាលោកអេប្រាហ៊ីមអាស៊ីស៊ីនដែលជាប្រធានគណៈកម្មាធិការសន្តិសុខជាតិនៃសភារបស់ប្រទេសអ៊ីរ៉ង់បានធ្វើការប្រមានធ្ងន់ធ្ងរទៅកាន់ប្រទេសអ៊ុយក្រែនថាសាររដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីស្រាអែលនេះបានដឹងច្បាស់រួចមកហើយថាការវាយប្រហារណាមួយមកលើប្រទេសអ៊ីរ៉ង់នោះគឺតែងតែជួបនឹងការវាយប្រហារសងសឹកវិញដោយពេញថ្លៃតែម្ដងហើយរឿងនោះក៏នៅតែជាការពិតរហូតមកទល់សប្តាហ៍ថ្ងៃនេះលោកដដាននេះក៏បានបន្តអះអាងទៀតថាអ៊ុយក្រែននេះក៏ដូចគ្នាផងដែរហើយប្រហែលជាអាចនឹងជួបនៅពេលចាប់កំមុងនេះហើយដែលប្រទេសអ៊ីរ៉ង់នេះគឺមិនអាចទុកសកម្មភាពទាំងនេះឲ្យកន្លងផុតទៅដោយគ្មានការឆ្លើយតបណាមួយនោះឡើយបន្ទាប់ពីលោកអាសូស៊ីអះអាងដូច្នោះហើយរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់គឺលោកអាប់បាសអារ៉ៃឈីបានធ្វើការប្រមានវិញម្ដងថាការវាយប្រហាររបស់ប្រទេសអ៊ុយក្រែនមកលើនាវាពាណិជ្ជកម្មរបស់ប្រទេសអ៊ីរ៉ង់បែបនោះដែលបានបណ្ដាលឲ្យនាវិករបស់ជនជាតិប្រទេសអ៊ីរ៉ង់ម្នាក់បានស្លាប់បាត់បង់ជីវិតផងនោះគឺមិនអាចទុកឲ្យកន្លងផុតទៅដោយគ្មានការឆ្លើយតបវិញនោះទេហើយលោកបានហៅទង្វើនេះថាគឺជាការរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិយោងទៅតាមទីភ្នាក់ងារស៊ើបការសម្ងាត់របស់ប្រទេសអ៊ុយក្រែនវិញបានអះអាងថាការវាយប្រហារដោយយន្តហោះដ្រូនពីសំណាក់ប្រទេសអ៊ុយក្រែនមកលើនាវាពាណិជ្ជកម្មរបស់ប្រទេសអ៊ីរ៉ង់បែបនេះគឺធ្វើឡើងដើម្បីប្រឆាំងជាមួយនឹងនាវាដែលជាប់ទណ្ឌកម្មអន្តរជាតិនិងដែលបានយកមកប្រើប្រាស់សម្រាប់ដឹកជញ្ជូនសម្ភារៈយោធាពីប្រទេសអ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ី